đây con đọcគ្នាបាទនេះដែលគូសំជូនលំហាត់ limit ជា limit រៀង0ទៅ0ហ្នឹងបាទនេះដោះស្រាយឥឡូវយើងមើលលំហាត់នេះគឺរៀង0ទៅ0នៅពេលដែលយើងជំនួសលេខ1ចូលទៅក្នុង x នេះទៅបាទអញ្ចឹងវាចេញ1ណាបាទយើងចូលទៅឃើញរៀង0លើ0ហើយចេញវារើសបាន1 1ដក1ចេញ0ហើយពាក់បែងអញ្ចឹងដែរ1ដក1ចេញ0អញ្ចឹងរៀង0លើ0ជួយដាក់សញ្ញាស្មើមកស្មើ limit x ខិតទៅជិតប៉ុន្មានបាទ limit x ខិតទៅរ1នៃអានេះកាលណាដែលឃើញប្រភេទ radical សន្ទុះទី2គឺយើងត្រូវគុណកន្សោមឆ្លាស់បាទឬ x ដក1បាទយើងមើលតាណា radical ទេអាណាជាប់ radical ឆ្លាស់អាហ្នឹងเนาะអញ្ចឹងកន្លែងឆ្លាស់កន្លែងសញ្ញានេះអញ្ចឹងឆ្លាស់តែពីដកទៅបូកតែដល់ពេលបែងយើងទុកវានៅដដែលកាលណាយើងគុណកន្សោមឆ្លាស់បើណាតែយើងថែមយល់ទេបើណាតែយើងថែមម្ដុំនេះយើងថែមម្ដុំហ្នឹងគឺត្រូវគុណថយវានឹងក្រោមវិញតោះហ្នឹងកន្លែងហ្នឹងបាទតែយើងថែមប្រមាណយើងត្រូវដាក់វាប៉ុណ្ណឹងនៅលើវិញហើយនៅក្រោមវិញបើថែមបូកឬ x បូក1ត្រូវថយឬ x បូក1នៅខាងក្រោមណាហើយអញ្ចឹងអ្នកអញ្ញាស្មើតយើងទៅសេ limit នៅដដែលសិន x ខិតទៅ7.1នៃអានេះយើងគិតទៅបានយើងមិនមែនសម្រួលវិញណាតិចច្រឡំយើងសម្រួលចោលវិញអាហ្នឹងដដែលទេបាទយើងគោលបំណងយើងគឺមិនមែនសម្រួលទេណាកណាបាទគឺយើងដើម្បីរកបរិបត្តិ radical ហ្នឹងអញ្ចឹងកាលណាអាម្ដុំនេះវាចូលប្រមុននេះគេវាបានដូចជាឬប្រមុនយើងគឺ a ការ៉េដក b ការ៉េឥឡូវគឺសរសេរចេញរៀងតែម្ដង a ដក b កតាជាមួយនឹង a បូក b ចានេះស្មើគេវាស្មើជាមួយនឹង a ការ៉េដក b ការ៉េមិនចឹងហ៎ទៅយើងប្របែកកន្លែងហ្នឹងបានទៅជាអញ្ចឹងបើសិននេះគូដាក់ថាឬនៃ x ហ្នឹងលើកជាការ៉េដកជាមួយនឹងអាលេខ1បន្ទូ b 1ការ៉េណាអញ្ចឹងគូដាក់ទៅក្រោមទៀតអូខេអញ្ចឹងភាគបែងទុកនៅដដែលទៅបាទ x ដក1កតាឬនៃ x បូកនឹង1វាសេស្មើតមកខាងហើយយើងស្រួលមើលណា x ខិតទៅរក1កន្លែងនេះគឺកាលណាវានេះវាដាច់ radical ហើយដាច់ radical វាសល់តែ x ទេបាទអញ្ចឹង x ដក1ការ៉េចេញ1ដែរអូខេភាគបែងយើងទុកនៅដដែលគាត់ដាក់វងកញ្ចក់ឲ្យចេញដូចក្រោមអញ្ចឹងx ដក1កតារឹសនៃ x បូក1អូខេប៉ុន្តែយើងបានអីទៀតយើងឃើញថាមានកតា x ដូចគ្នាតែចាំកាលណា limit x ខិតទៅរកអីខិតទៅរក1អញ្ចឹងយើងត្រូវរកកតា x ដក1អញ្ចឹងអានេះយើងមានកតា x ដក1មានទេអញ្ចឹងបើមានសម្រួលវាចោលទៅសម្រួលចោលណាបាទអញ្ចឹងវាសល់ភាពវាយកសម្រួលចោលនៅសល់អីយើងសេ limit ដដែលសិន x ខិតទៅរក1គេយកគឺនៅសល់1ណាកាលណាដែលយើងសម្រួលចោលវាអស់ហើយវាសល់លេខ1ទេក្នុងលេខ1ចែកជាមួយនឹងភាគបែងគឺរឹស x បូក1ពេលនេះអាចជំនួស limit ចូលបានជំនួសតម្លៃនៃ limit x ខិតទៅនៅក្បែរ2ហ្នឹងក្បែរ1ហ្នឹងណាអញ្ចឹងយក1នេះចូលកន្លែងណាមាន x ហ្នឹងជំនួសដល់លេខ1អញ្ចឹងកាលណាជំនួសដល់លេខហើយបាត់ limit ហើយបាត់អក្សរ limit នេះយល់ទេអក្សរ limit នេះអញ្ចឹងវាសល់អីគេនៅបាន1គេយកដដែលអាណាមាន x ជំនួសដោយលេខ1បូកជាមួយនឹង1បាទអញ្ចឹងភាគយកគឺ1ដដែលភាគបែងគឺរឹសនៃ1ចេញបាន1បូក1ចេញ2នេះគឺជាចម្លើយរបស់យើងបាទចម្លើយគឺស្មើជាមួយនឹង1លើ2បាទគឺបើយើងដាក់ដូចនេះមិនដែរបាទដូចនេះគឺតែសរសេរដូចនេះយើងសរសេរបើសិនជា limit នេះគេអត់តាំង a ឬក៏ b ទេគឺយើងសរសេរ limit ហ្នឹងឡើងវិញទាំងអស់ពេលប្រឡងពេលអីនៅគិតទៅ1នៃរឹសនៃ x ដក1ណាចែកជាមួយនឹង x ដក1បាទអញ្ចឹងស្មើជាមួយនឹងអីចម្លើយគឺ1លើ
1 លើ 2 បាទនេះជាចម្លើយរបស់យើងបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់កន្លែងណាឬអត់ទាន់អាច comment នៅខាងក្រោមបានណាលោកគ្រូអាចចេញវីដេអូក្រោយៗទៀតនឹងបញ្ជាក់និងបន្ថែមអរគុណ